ยืดđây hay ngay đã ọtยืด lâu làm mày ngày ní mong pi đồ xía tờ cài hua nồng mọc tin đi ruột riêng miếng bài ní ha trongตัวลูกตะกายหัวพอง อ๋อลูกตะกายหัวคือเจตะกายได้แม่นกรมทมนั่งแม่นออดหรือทากอดอ่ะคือเจมันได้อัดกำบังคลังเฮาอ่ะอายุมันดอ30 ឆ្នាំផងមានក្រុមហ៊ុនច្រើនមែនតែនថាមិនត្រូវលើកនេះកូនមកវិនិយោគនៅក្នុងក្រុមហ៊ុនយើងខ្ញុំនឹងទទួលបានប្រាក់រង្វាន់ច្រើនមែនតែន រូបរាងនាងបែបនេះបែរជាចង់បានលោកតកែហួរឱកាសនេះហ่ะយើងនឹងចាប់យកឲ្យជាប់ថាមិនត្រូវយើងអាចនឹងបានប្រាក់រង្វាន់ផងក៏មិនដឹងចេះលេងក្រែងចេះលេងមានណាត់ជាមួយនឹងអ្នកណាម៉ៃម៉ោង 2 រសៀលនេះអី នាង តកែហួរនេះគឺជាកាហ្វេរបស់ស្រី អូមិនបាច់ទេតួឲ្យខ្ញុំអ្នកជូត តកែហួរលោកជាតកែហួរមែនទេ ខ្ញុំគឺ នាងជាអ្នកសម្អាតដែលទៅធ្វើការណាត់ជួបនឹងមែនថ្ងៃទី1មកធ្វើការយឺតទៅហើយតែឆាប់ទៅសម្អាតនៅជាន់ទី2ទៅ គាត់គឺ លោកតកែហួរ គាត់តែម្នាក់ឯងមិននឹងធ្វើអត់ទៅនាងមិនមែនចង់ធ្វើបាបគាត់ នាងណាចូលចិត្តឈឺឆ្អាលរឿងរបស់គេមិនអញ្ចឹងណានាងទៅជួយសម្អាតគេទៅតោះលោកតកែហួរអញ្ចឹងខាងនេះ ទៅនាងទៅទទួលភ្ញៀវរបស់នាងទៅក្រែងលោថ្ងៃហ្នឹងនាងទទួលបានផលប្រយោជន៍បើនៅជាមួយខ្ញុំនាងគ្មានទទួលបានផលប្រយោជន៍អីទេ ខ្ញុំជួយអ្នកនាងមិនកាត់ពីផលប្រយោជន៍អីទេខ្ញុំគ្រាន់តែមិនត្រឡប់មើលមនុស្សដែលត្រូវគេធ្វើបាបតែប៉ុណ្ណោះហើយបើខ្ញុំមិនជួយអ្នកនាងជួបដល់យប់ទៀតក៏មិនរួចដែរ អរគុណនាងហើយអញ្ចឹងមនុស្សសម័យលើពិបាករកមនុស្សដូចនាងណា ទីបញ្ចប់ពួកយើងបានសម្អាតរាល់ហើយក ូនសម្លាញ់មកកំពុងចាប់ធ្វើការចាំពេលមកទៅដល់ផ្ទះចាំមកលេងមួយកូនណា វ៉ាវអ្នកនាងមានកូនមែន ចាខ្ញុំមានកូន2 ខួបហើយប៉ុន្តែប្រហែលថ្ងៃហ្នឹងគាត់ឈឺអញ្ចឹងខ្ញុំអត់សូវគេមកគ្រប់គ្រាន់ទេហើយឥឡូវខ្ញុំមើលកញ្ចក់មុខខ្ញុំនឹងស្លក់ហើយនឹងខ្មៅហ្មង ជាម្ដាយដែលមានការងារធ្វើពិតជាមិនងាយមែនហើយក៏គ្មានពេលវេលាសម្រាប់ថែរក្សាសម្រាប់ខ្លួនឯងដែរនេះគឺជាឈុតថែរក្សាផ្ទៃមុខវតាလိកាខ្ញុំចង់ជូនអ្នកនាង វ៉ាវពិតជាស្អាតមែន នាងហ៊ានយកផលិតផលល្អរបស់ក្រុមហ៊ុនឲ្យទៅស្រីអ្នកនេះផងណាគេឲ្យលុយនាងមែន ចាថ្ងៃនេះពួកខ្ញុំបានធ្វើការអស់ហើយនេះគ្រាន់តែជាកាដូខ្ញុំចង់ជូនអ្នកនាងតាមិនបានមែន បានខ្ញុំឈប់រវល់ក៏បានអញ្ចឹងស្រីម្នាក់នេះនេះជាម៉ោងការងារមិនមែនម៉ោងទៅចិត្តគ្នាលេងទេប្រាក់ខែថ្ងៃនេះខ្ញុំនឹងកាត់ចោលទាំងអស់ នាងប៉ាត់ជាលឹះពេកហើយគាត់ខំប្រឹងរកលុយធ្វើការចិញ្ចឹមកូនពីម៉ាក់ណាស់ទៅហើយនេះគឺជាពេលសម្រាប់តានាងមានសិទ្ធិអីកាត់ប្រាក់ខែគាត់ហើយគាត់បានបោះសម្អាតស្អាតហើយតានាងនៅចង់បានអីទៀត អាចនៅប៉ុណ្ណឹង ណែនាង នាងមានជំងឺមែនទេនាងជាមនុស្សឬយ៉ាងណា បានហើយ អូយ លោកតកែហួរលោកយ៉ាងម៉េចទៅហើយនាងគឺមកពី2ថ្ងៃនាងមិនសម្អាតបានស្អាតល្អពួកនាងចាត់ចេញទៅ ចាំមកផ្លែតអ្នកនាងផ្លេចយករបស់នេះហើយកុំបារម្ភនេះជារបស់ខ្ញុំដែលចង់ជូនទៅអ្នកនាងសម្រាប់លើកទឹកចិត្តមនុស្សស្រីឲ្យចេះស្រឡាញ់ខ្លួនឯងអ្នកនាងអាចប្រើវាជារៀងរាល់ថ្ងៃបាន ចាអរគុណ វាអាចជួយឲ្យស្បែកមុខអ្នកនាងសភ្លឺថ្លានិងក្មេងជាងវ័យហើយអ្នកនាងត្រូវចាំថាថ្ងៃក្រោយទោះបីមានរឿងអីពិបាកក៏ដោយត្រូវចេះស្រឡាញ់ខ្លួនឯងមនុស្សស្រីត្រូវចេះជួយគ្នាមិនថាអញ្ចឹងអី មុននេះតកែហួរបានលុបកិច្ចសន្យាជាង50 ម៉ឺនដុល្លារពីក្រុមហ៊ុនយើងខ្ញុំឮថាបុគ្គលិករបស់យើងនេះចរិតមិនល្អ មកពីលីហ្នឹងមិនព្រមទៅជួបតកែហួរជាមួយខ្ញុំទេបែរជាទៅជួយអ្នកបោះសម្អាតទៅវិញហើយនៅហ៊ានយកកាដូរបស់ក្រុមហ៊ុនណាឲ្យគេទៀតចុងក្រោយបោះសម្អាតមិនស្អាតហើយធ្វើតកែហួរឲ្យជើងដួលទៀត អូមកពីខ្ញុំមែននាងគិតថារឿងថ្ងៃនេះកើតឡើងមិនមែនជាកំហុសរបស់នាងមែនដែលទាត់ធំសម្រាប់ចោលនេះ នាងកំដោះសារធ្វើជាមនុស្សត្រូវតែចេះទទួលខុសត្រូវ បានហើយនៅគ្នារកមធ្យោបាយ សុំទោសលោកតកែឥឡូវនេះខ្ញុំនឹងទៅហៅតកែហួរដើម្បីសុំទោសគាត់ អូនាងគិតថាការសុំទោសរបស់នាងមានប្រយោជន៍មែនការសុំទោសរបស់នាងហ្នឹងមានតម្លៃប៉ុន្មានដែលធ្វើតកែហួរយល់ព្រមនោះមនុស្សដូចជានាងគួរតែត្រូវដេញចេញទៅសាកសម នាងដែលត្រូវសុំទោសគឺជានាងទៅវិញទេ នាងជាអ្នកសម្អាតមានសិទ្ធិអីមកនិយាយជាមួយខ្ញុំ មិនបើនាងនិយាយបែបនេះតកែហួរ គាត់ជាតកែហួរចុះលោកម្នាក់នោះជាអ្នកណា គេជាជំនួយការរបស់ខ្ញុំ
អ្នកណាថាតកែសត្វតាជាមនុស្សប្រុសនោះនៅក្នុងក្រុមហ៊ុនមួយបើសិនជាមានបុគ្គលិកដូចជានាងរលំរលាយខ្ទេចអស់ហើយសំណាងហើយដែលមានបុគ្គលិកល្អមួយចំនួនដែលគាត់ខំប្រឹងធ្វើការងារនោះខ្ញុំរំសាយកិច្ចសន្យា$50,000នេះមិនមែនមកពីលីលីទេគឺមកពីនាងជាអ្នកដែលធ្វើឲ្យបាត់បង់ឱកាសនេះ លោកតកែសុំទោសសុំអធិស្ឋានខ្ញុំផង ទោះបីមិនមែនជារឿងដែលតកែហួរលុបកិច្ចសន្យានេះទេក៏នាងមិនស័ក្តិសមធ្វើការនៅកន្លែងនេះដែរខ្ញុំដកនាងចេញឯង ខ្ញុំមកពិតជាសប្បាយចិត្តដែរដែលបានជួបបុគ្គលិកដូចជាលីលីលោកបានទោះបីជាខ្ញុំរំសាយគម្រោង$50,000ក៏ដោយប៉ុន្តែខ្ញុំនៅមានគម្រោងមួយទៀតគឺ$1 លានទុកឲ្យលីលីជាអ្នកចាត់ការគម្រោងមួយនាងទៅ ខ្ញុំចាអរគុណកែហួរ យើងមិនស្ដីដូចគ្នាយើងត្រូវតែចេះជួយគ្នាត្រូវអត់